ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ព័ត៌មានបឋមដែលខ្ញុំទទួលបាននៅ7ម៉ោងមុនហ្នឹងគឺសពបងវីរៈកងទ័ពទុនសរិនដែលបានដឹកមកដល់ផ្ទះហើយគឺទីតាំងប៉ុននៅភូមិតពាំងជ្រៃឃុំតពាំងជ្រៃធំខាងត្បូងស្រុកត្រាំកោកខេត្តតាកែវជាងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពួកយើងនឹងដឹងគុណបងទុនសរិនជាវីរៈបុរសនៃប្រទេសជាតិហើយបើសិនជាមេប្រិយមិត្តអ្នកស្ដាប់បងប្អូនជនរួមជាតិចង់ចូលរួមសម្រាប់ឧបត្ថម្ភនិងចូលរួមលើកទុកដល់ក្រុមគ្រួសារនៃសពសូមតាក់ទងទៅកាន់ Facebook គុណម្ចាស់ដែលនៅខាងមុខនឹងគឺជាលោកប្អូនទៅជាសាច់ញាតិរបស់បងទុនសរិនជាវីរៈកងទ័ពនៃកម្ពុជាខ្មែរយើងក៏សូមជូនពរឲ្យបងប្រុសដែលជាវីរៈកងទ័ពខ្មែរយើងទៅកាន់សុគតិភពកើតជាតិណាបងខ្លាយជាមនុស្សអង្អាចក្លាហានសម្រាប់ប្រទេសជាតិទៀតទាំងនេះគឺជាវីដេអូដែលក្រុមគ្រូពេទ្យបានដឹកសាកសពបងវីរៈកងទ័ពទុនសរិនមកដល់ផ្ទះហើយจึងចូលរួមរំលែកទុក្ខដល់បងវីរៈកងទ័ពនៃកម្ពុជាយើងសូមឲ្យបងទៅកាន់សុគតិភពកើតជាតិណាសូមឲ្យបងអាចក្លាហានដូចជាតិនេះទៀតសូមអរគុណដល់បងដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងអរគុណច្រើន account និង Facebook របស់គុណម្ចាស់ងឿនភត្រាដែលត្រូវជាសាច់ញាតិរបស់បងប្រុសទុនសរិនដែលនៅខេត្តតាកែវចឹងសម្រាប់បងប្អូនកម្ពុជាដែលមានសទ្ធាចង់ចូលរួមរំលែកទុក្ខជាមួយសពបងប្រុសវីរៈកងទ័ពទុនសរិនអាចចូលរួមតាមរយៈ Facebook លោកប្អូនដែលត្រូវជាសាច់ឈាមរបស់បងប្រុសវីរៈកងទ័ពតតាមនឹងផងដែរបាទអរគុណអធិស្ឋានពុកម៉ែបងប្អូនអ្នកស្ដាប់ទសាពេលដែលខ្ញុំនិយាយទៅវាពូលដើមកអញ្ចឹងមេត្តាខន្តីអភ័យទោសផងបាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ព័ត៌មានបឋមដែលខ្ញុំទទួលបាននៅ7ម៉ោងមុនហ្នឹងគឺសពបងវីរៈកងទ័ពទុនសរិនដែលបានដឹកមកដល់ផ្ទះហើយគឺទីតាំងប៉ុននៅភូមិតពាំងជ្រៃឃុំតពាំងជ្រៃធំខាងត្បូងស្រុកត្រាំកោកខេត្តតាកែវជាងសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃវីរៈកងទ័ពពួកយើងនឹងដឹងគុណបងទុនសរិនជាវីរៈបុរសនៃប្រទេសជាតិហើយបើសិនជាមេប្រិយមិត្តអ្នកស្ដាប់បងប្អូនជនរួមជាតិចង់ចូលរួមសម្រាប់ឧបត្ថម្ភនិងចូលរួមលើកទុក្ខដល់ក្រុមគ្រួសារនៃសពសូមតាក់ទងទៅកាន់ Facebook គុណម្ចាស់ដែលនៅខាងមុខនឹងគឺជាលោកប្អូនទៅជាសាច់ញាតិរបស់បងទុនសរិនជាវីរៈកងទ័ពនៃកម្ពុជាខ្មែរយើងក៏សូមជូនពរឲ្យបងប្រុសដែលជាវីរៈកងទ័ពខ្មែរយើងទៅកាន់សុគតិភពកើតជាតិណាបងខ្លាយជាមនុស្សអង្អាចក្លាហានសម្រាប់ប្រទេសជាតិទៀត